ករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយបងប្អូននៅម្ដុំចោះចំណោតភ្នំគៀកវត្តពុទ្ធមេត្តាក៏គៀកវត្តរូបចំបៃដែរបងជន់ដឹកថ្មមិននឹងដឹកសាច់ទៅនេះបងងា ជើងនៅនោះហើយតែសើបសួរបងប៉ូលីសគាត់ថាកង់ដូចជាអត់បាត់បង់ជីវិតទេបងប្អូនគ្រាន់តែរបួសធ្ងន់ធ្ងរគេសង្គ្រោះបានมันធម្មតាទេបងប្អូនគឺខ្លាំងទៅមែនទេបងប្អូនទៅណែនពីនោះមកបើកនេះលបឿនមិនធម្មតាទេនេះលបឿនចោះភ្នំនេះមើលផ្លាកលេខអត់ឃើញឡើងកាយឆ្នៃលឿនពេកដកសាងលេខថ្ងៃមុនគួរយុទ្ធនៅត្នេះមួយ